ចឹងខ្ញុំបានប្រាប់ហើយថាកុំដៃខ្ញុំទៅទល់ជាងណាតែដៃខ្ញុំចូលទៀងខ្ញុំបានឡើងជាងទេខ្ញុំបែកខ្នងដែរជាងខ្ញុំបែកខំវិញខំហើយកវីអត់លេងទេខ្ញុំបាននិយាយពីដើមទេអទី2ខ្ញុំបានតែខំកវីខ្ញុំមានសវត្ថភាពព្រះទៀតប្រធានខ្ញុំនៅរស់ខ្ញុំបានប្រាប់អាសានថាអ្នកដតីហាមលោកដៃរឿងនេះទុកអាសានដំចៃដោះស្រាយចុងក្រោយមែនឃើញនោះ2នាក់ទេបើទុកអាសានដោះស្រាយជួយដំចៃអាសានដោះស្រាយដំចៃក៏ដោះស្រាយចឹងព្រោះគេមានក្រងចិនមានក្រងយួនយើងក៏មានអាក្រុម300មែនដោយពួកអាក្លើណាដែលស្គាល់ក្រុម300ខ្ចលពួកអាងាប់ខ្លាំងទៅនៅអាមេរិកចាយលុយដុល្លារមិនដឹងទៅក្រុម300ទៀតអរគុណចេញទៅវាយយើងនៅអរគុណយើងប្រាប់ជាក្រុម300ចេះដើម្បីឲ្យមានកម្លាំងកាន់ខ្លាំងតែទៅវាយយើងណាល្ងងខ្លៅនឹងចឹងភាពល្ងងខ្លួនឯងយកទៅចូលចឹងដើម្បីទៅយកចិត្តអាសានតក្រាបចឹងរឿងច្បាប់នេះវានឹងធ្លាក់ទៅក្រុមគ្រួសារខ្លួនឯងដោយខ្ញុំបាននិយាយម្ដងសាជាថ្មីទៀត